វិញទៅមកបាយឆាំងមាន់មានអារម្មណ៍ថាមានសម្ពាធដែលមិនអាចពន្យល់បានចេញពីរាងកាយរបស់ភីគីមខាងទៀតប៉ុន្តែដើម្បីកុំបង្ហាញពីអត្តសញ្ញាណរបស់គាត់អាចធ្វើពុតជាស្ងប់ស្ងាត់ហើយដើរចូលក្នុងជណ្ដើរយន្តជាមួយបុរសរបស់គាត់ឃើញថាម៉ាកូបានចុចជាន់ទី20ភ្លាមនោះគាត់បានចុចនៅជាន់ទី19កម្មជណ្ដើរគឺស្ងាត់ណាស់ទាំងសងខាងមិនបាននិយាយអ្វីទេប៉ុន្តែពួកគេទាំងអស់គ្នាកំពុងសង្កេតមើលគ្នាដោយស្ងាត់ស្ងៀមនោះហើយជាអ្វីដែលមនុស្សគ្មានមេត្តាពិតប្រាកដមិនចាំបាច់ដាក់ឈ្មោះទេអ្នកអាចធំក្លិនគៀបកលើគូប្រជែងបានដោយគ្រាន់តែពឹងផ្អែកលើសោភ័ណភាពបន្ទាប់ពីបេឆេងឆេកិនចុះទៅជាន់ក្រោមជាមុនបងប្រុសមកបានកត់សម្គាល់ភ្លាមថាមានអ្វីមួយមិនត្រឹមត្រូវបន្ទាប់មកគាត់និងមិត្តរួមការងាររបស់គាត់បានដេញតាមគាត់តាមទីដៅពីរប៉ុន្តែចិនវ៉ាន់ឆៃដែលមិនមានសំណាងទើបតែទទួលបានរង្វាន់បន្ទាប់ពេលគាត់ចូលបន្ទប់ទឹកភ្លាមគាត់រត់ចូលបាយឆាំងមាន់តើមិនមានស្ថានភាពអ្វីខ្ញុំសូមបញ្ជាក់នៅវិនាទីបន្ទាប់បេឆេងឆេកិននឹងចាប់ផ្ដើមដោយផ្ទាល់កាំបិតមិនទាន់ភ្លឺនៅឡើយទេខ្ញុំត្រូវបានគេវាយម្ដងហើយម្ដងទៀតនៅយប់នេះមួយវិញទៀតបងប្រុសម៉ាក៏រត់ចូលអ្នកក្រោមបង្គាប់របស់បាយឆាំងមាន់វាគ្រាន់តែថាការប្រយុទ្ធនៅទីនេះគឺផ្ទុយស្រឡះដោយសារតែប្អូនប្រុសរបស់បេឆេងឆេកិនក៏ចាប់បានលេខបន្ទាប់ដែរមេជីដល់ពី3ដងភីគីម្ខាងទៀតក៏មិនមានសមត្ថភាពទប់ទល់បានដែរប៉ុន្តែចិនវ៉ាន់ឆៃមិនមានសំណាងទេនៅទីនេះរូបមន្តនៃស្រុកបាឆាងកាន់តែប្រសើរឡើងស្ទើរតែឆ្ពោះទៅរកចំណុចដោយឃើញថាគាត់ចិត្តនឹងគូកាំបិតដើម្បីដោះស្រាយយិនវ៉ាន់ខេស្ត្រីសម្អាតម្នាក់បានបើកទ្វារហើយដើរចូលអូយេចូលយកស្រាទំពាំងបាយជូរស្រាទំពាំងបាយជូរស្រាទំពាំងបាយជូរអ្នកបានជួយស្ត្រីរបស់ខ្ញុំគូសទ្វារនឹងកូនក្មេងសេះប្រើទីរកនោះបាទសាច់មាន់បេឆេងបានចាក់សម្លាប់បងស្រីច្បងដោយផ្ទាល់ដើម្បីរត់គេចខ្លួននៅពេលម៉ាកុំដល់គាត់អាចជួយសង្គ្រោះមនុស្សបានមុនមើលការរត់គេចរបស់មាន់បន្ទាប់ពីត្រឡប់ទៅស្ថានីយ៍ប៉ូលីសវិញម៉ាកូខឹងទាំងស្រុងបន្ទាប់ពីការអនុវត្តច្បាប់ស៊ីវិល័យមួយចំនួនប្អូនប្រុសដែលទើបតែត្រូវបានគេចាប់បាននៅទីបំផុតបានសារភាពថាបុរសនៅក្នុងជណ្ដើរយន្តនោះគឺលោកបេឆេងយេដែលជាចោរប្លន់លេខ1របស់អាធីរីហ្គេមក្នុងពេលជាមួយគ្នានេះគាត់ក៏ជាអ្នកដែលបានសម្លាប់យ៉ាវឆេងសេនិងខៃយ៉ាឆេងផងដែរបញ្ហាគឺថាសាច់មាន់បាយចាំងគ្មានមេត្តាឥឡូវវាបានវិលត្រឡប់ទៅប្រទេសកូរ៉េវិញហើយនេះគឺជាយុត្តាធិការរបស់ម៉ាកូទោះបីជាគាត់មានស្លាប់ក៏ដោយមិនយូរមិនឆាប់ខ្ញុំនឹងត្រូវដល់ដោយម៉ាជេជំរាបសួរអ្នករាល់គ្នាខ្ញុំគឺណានជីងថ្ងៃនេះយើងបន្តនាំមកជូនអ្នកនៅការវិភាគដ៏ធំធេងនៃខ្សែភាពយន្តសកម្មភាពដ៏អស្ចារ្យនៃឧក្រិដ្ឋកម្មទីក្រុង4ឥឡូវនេះបញ្ហាដែលពិបាកបំផុតដែលមេជីប្រឈមមុខគឺរបៀបចាប់សាច់មាន់បេឆេងក្នុងពេលតែមួយគាត់ក៏អាចរកឃើញក្រុមល្បែងស៊ីសងខុសច្បាប់នៅបរទេសដ៏ធំនៅពីក្រោយគាត់ម្យ៉ាងវិញទៀតលោកឆេងដងស៊ីបានដឹងថាសាច់មាន់បេឆេងបានរត់គេចពីប៉ូលីសខ្ញុំមានបញ្ហាក្នុងការគេងគាត់ដឹងច្បាស់ថាបាយឆាំងមាន់នឹងមិនអនុញ្ញាតឲ្យគាត់ទៅដោយញីទេដូច្នេះចាងដងសេបានបញ្ជាឲ្យប្រធានាធិបតីទាំងមូលចេញទៅក្រៅដោយផ្ទាល់មិនថាថ្លៃដើមក៏ដោយត្រូវតែបំបត្តិបញ្ហានេះវាមិនចំណាយពេលយូរសម្រាប់ប្រធានាធិបតីទាំងមូលដើម្បីនាំឃាតក៏រាប់សិបនាក់ទៅកន្លែងលាក់ខ្លួនរបស់សាច់មាន់បាឆាងប៉ុន្តែគាត់មិនដឹងថាគាត់ជាបិសាចគួរឲ្យខ្លាចបែបណានោះទេនៅពេលដែលទ្វារត្រូវបានរុញបើកការសម្លាប់មនុស្សចាប់ផ្ដើមកូនមាន់វែងពណ៌សបិតទ្វារចូលបន្ទប់តូចចង្អៀតដោយមានកាំបិតខ្លីនៅក្នុងដៃរាល់ពេលដែលផ្លុំនរណាម្នាក់ដួល